សួស្តីបងប្អូននិងមិត្តភ័ក្តិអ្នកស្ដាប់ podcast ព្រះបន្ទូលលើកទឹកចិត្តជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ភាគថ្មីមួយទៀតនៃកម្មវិធីរបស់យើងខ្ញុំពិតជារីករាយណាស់ដែលបានជួបបងប្អូនទាំងអស់គ្នាសាជាថ្មីនៅថ្ងៃនេះយើងនឹងមកពិចារណាជាមួយគ្នាអំពីសេចក្តីពិតដ៏សំខាន់មួយដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់យើងនោះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលនៅស្ថិតស្ថេរជារៀងរហូតជាការពិតក្នុងពិភពលោកដែលអ្វីៗតែងតែផ្លាស់ប្ដូរហើយសេចក្តីពិតរបស់មនុស្សហាក់ដូចជាមិនស្ថិតស្ថេរប៉ុន្តែសេចក្តីពិតនៃព្រះជាម្ចាស់នឹងផ្ដល់ឲ្យយើងនូវសេចក្តីសុខសាន្តនិងសេចក្តីសង្ឃឹមយ៉ាងពិតប្រាកដជីវិតនេះដូចជាស្មៅជួនកាលជីវិតរបស់យើងហាក់ដូចជាងាយរងគ្រោះណាស់យើងអាចមានអារម្មណ៍ថាគ្មានអំណាចក្នុងការគ្រប់គ្រងអ្វីៗដែលកើតឡើងយើងឃើញមនុស្សកើតចាស់ឈឺស្លាប់អ្វីៗដែលស្អាតបំផុតក៏អាចរលាយបាត់ទៅវិញបានយ៉ាងរហ័សដូចជាផ្កាឬស្មៅដែលរីកស្រស់បំព្រងនៅពេលព្រឹកប៉ុន្តែដល់ពេលរសៀលឬល្ងាចវាអាចក្រៀមស្វិតឬត្រូវកាត់បំផ្លាញចោលទៅវិញនេះគឺជាភាពប្រែប្រួលនៃជីវិតនៅលើផែនដីនេះទ្រព្យសម្បត្តិអាចបាត់បង់បានសុខភាពអាចចុះខ្សោយបានទំនាក់ទំនងអាចបែកបាក់បានហើយសម្រស់ក៏អាចរលាយបាត់ទៅវិញបានដែរអ្វីៗទាំងអស់ដែលយើងពឹងផ្អែកលើនៅក្នុងពិភពលោកនេះគឺសុទ្ធតែមិនស្ថិតស្ថេរហើយមានដែនកំណត់នេះជាសេចក្តីពិតដែលពិបាកទទួលយកប៉ុន្តែវាក៏ជាសេចក្តីពិតដែលនាំឲ្យយើងស្វែងរកអ្វីដែលឋិតថេរនិងស្ថិតស្ថេរជារៀងរហូតខ្ញុំសូមលើកយកទីបន្ទាល់របស់ខ្លួនខ្ញុំបន្តិចកាលពីប្រហែលឆ្នាំមុនខ្ញុំបានជួបប្រទះនូវស្ថានភាពលំបាកខ្លាំងមួយនៅក្នុងជីវិតខ្ញុំអាចបាត់បង់ការងារបាត់បង់លុយកាក់ដែលខ្ញុំបានខំប្រឹងសន្សំហើយថែមទាំងជួបបញ្ហាសុខភាពធ្ងន់ធ្ងរទៀតផងអ្វីហាក់ដូចជារលំរលាយអស់ពីដៃខ្ញុំនៅពេលនោះខ្ញុំមានអារម្មណ៍ដូចជាស្មៅដែលកំពុងតែក្រៀមស្វិតបន្តិចម្ដងខ្ញុំមានអារម្មណ៍អស់សង្ឃឹមនិងភ័យខ្លាចយ៉ាងខ្លាំងព្រោះអ្វីដែលខ្ញុំធ្លាប់ពឹងផ្អែកបានបាត់បង់អស់ទៅហើយខ្ញុំក៏គិតថាជីវិតរបស់ខ្ញុំគឺគ្មានអ្វីសោះប៉ុន្តែនៅក្នុងភាពងងឹតបំផុតនោះខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្ញុំបានអានព្រះគម្ពីរហើយបានឃើញថាទោះបីជាអ្វីៗនៅលើផែនដីនេះចេះប្រែប្រួលក៏ដោយក៏មានរឿងមួយដែលមិនដែលប្រែប្រួលឡើយនោះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះបន្ទូលបានក្លាយទៅជាយុទ្ធការសម្រាប់ជីវិតខ្ញុំនៅពេលនោះវាបានផ្លាស់ប្ដូរខ្ញុំនៅសេចក្តីសង្ឃឹមឡើងវិញសន្តិភាពដែលហួសពីការយល់ដឹងនិងកម្លាំងដើម្បីបន្តដំណើរទៅមុខខ្ញុំបានដឹងថាទោះបីជាខ្ញុំមានអ្វីសេសសល់ក៏ដោយខ្ញុំនៅតែមានព្រះជាម្ចាស់និងព្រះបន្ទូលរបស់ទ្រង់ដែលនៅជាមួយខ្ញុំជានិច្ចព្រះបន្ទូលដែលមិនប្រែប្រួលនៅក្នុងសម្បត្តិទី1របស់ពេត្រុសគាត់បានលើកឡើងពីសេចក្តីពិតដ៏ជ្រាលជ្រៅនេះសូមបងប្អូនរួមគ្នាអាននិងពិចារណានៅខគម្ពីរដែលមានអត្ថន័យនេះដែលមាននៅក្នុង1ពេត្រុសចំពោះ1ខ23និង24ព្រះបន្ទូលបានចែងថាត្បិតបងប្អូនបានកើតជាថ្មីមិនមែនមកពីពូជពងដែលរលួយនៅឡើយគឺមកពីពូជពងដែលមិនរលួយវិញដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគង់នៅនឹងស្ថិតស្ថេរជារៀងរហូតត្បិតអស់ទាំងសាច់ឈាមប្រៀបដូចជាស្មៅហើយអស់ទាំងសេរីល្អរបស់វាដូចជាផ្កានៃស្មៅនោះស្មៅក៏ក្រៀមស្វិតទៅហើយផ្កាក៏ជ្រុះទៅខគម្ពីរនេះពិតជាមានន័យជ្រាលជ្រៅណាស់វានិយាយអំពីការកើតជាថ្មីរបស់យើងមិនមែនកើតជាថ្មីដោយសាររបស់ដែលរលួយបាត់បង់នោះទេគឺដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគង់នៅនឹងស្ថិតស្ថេរជារៀងរហូតនេះជាភាពខុសគ្នាដ៏ធំធេងគ្រប់យ៉ាងនៅលើផែនដីនេះរួមទាំងរូបកាយរបស់យើងផងគឺប្រៀបដូចជាស្មៅឬជាផ្កាដែលចេះរីកហើយក៏ចេះក្រៀមស្វិតរលាយបាត់ទៅវិញប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺផ្ទុយស្រឡះពីនេះព្រះបន្ទូលគង់នៅហើយនៅស្ថិតស្ថេរជារៀងរហូតវាជាសេចក្តីពិតដែលមិនចេះប្រែប្រួលមិនចេះចាស់ទ្រុឌទ្រោមហើយមិនចេះរលាយបាត់តើយើងអាចអនុវត្តសេចក្តីពិតនេះនៅក្នុងជីវិតប្រចាំថ្ងៃយើងបានដោយរបៀបណានៅពេលយើងយល់ថាអ្វីៗទាំងអស់នៅក្នុងโลกនេះគឺមិនស្ថិតស្ថេរហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលនៅស្ថិតស្ថេរជារៀងរហូតតើយើងគួររស់នៅយ៉ាងដូចម្តេចទី1យើងនឹងរស់នៅដោយពឹងផ្អែកលើព្រះបន្ទូលជាមូលដ្ឋានគ្រឹះនៅពេលយើងសង់ផ្ទះយើងត្រូវជ្រើសរើសគ្រឹះដែលរឹងមាំដូចគ្នានេះដែរដើម្បីឲ្យជីវិតរបស់យើងរឹងមាំនិងមានស្ថិរភាពយើងត្រូវកសាងវាឡើងនៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់
ជំនួសឲ្យការជឿលើទស្សនៈរបស់មនុស្សដែលចេះតែផ្លាស់ប្ដូរឬពឹងផ្អែកលើទ្រព្យសម្បត្តិដែលមិនស្ថិតស្ថេរសូមដាក់សេចក្តីទុកចិត្តរបស់អ្នកទៅលើព្រះបន្ទូលដែលមិនចេះបរាជ័យនោះឡើយទី2អ្នកត្រូវចំណាយពេលវេលាជាមួយនឹងព្រះបន្ទូលដើម្បីឲ្យព្រះបន្ទូលក្លាយជាមូលដ្ឋានគ្រឹះក្នុងជីវិតរបស់អ្នកត្រូវចំណាយពេលអានសិក្សាពិចារណានិងទន្ទិញព្រះបន្ទូលជានិច្ចដូចជាយើងត្រូវការអាហារជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមរាងកាយព្រះបន្ទូលគឺជាអាហារខាងវិញ្ញាណដែលចិញ្ចឹមព្រលឹងរបស់យើងកាលណាអ្នកកាន់តែជាមួយខ្លួនក្នុងព្រះបន្ទូលអ្នកនឹងកាន់តែយល់ពីសេចក្តីពិតដ៏អស្ចារ្យដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់ហើយនឹងជីវិតរបស់អ្នកកាន់តែរឹងមាំទី3យើងត្រូវរស់នៅតាមព្រះបន្ទូលការអានការយល់ដឹងពីព្រះបន្ទូលគឺសំខាន់ណាស់ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការអនុវត្តតាមព្រះបន្ទូលដើម្បីយើងប្រឈមមុខនឹងការសម្រេចចិត្តឬបញ្ហាសូមឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំយើងកាលណាយើងធ្វើតាមព្រះបន្ទូលជីវិតរបស់យើងកាន់តែស្របនឹងហេតុតីរបស់ទ្រង់ហើយយើងនឹងទទួលបាននូវសេចក្តីសុខសាន្តដែលពិភពលោកមិនអាចផ្ដល់ឲ្យបានទី4យើងត្រូវតែជាមនុស្សចេះចែករំលែកព្រះបន្ទូលទៅអ្នកដទៃដោយសារព្រះបន្ទូលជាសេចក្តីពិតដែលនៅស្ថិតស្ថេរជារៀងរហូតដែលផ្ដល់នូវជីវិតថ្មីនិងសេចក្តីសង្ឃឹមយើងមានកាតព្វកិច្ចចែករំលែកសេចក្តីពិតទៅនេះទៅកាន់អ្នកដទៃដែលកំពុងស្វែងរកអ្វីដែលស្ថិតស្ថេរនៅក្នុងពិភពលោកដ៏វឹកវរនេះផតការរបស់អ្នកគឺជាមធ្យោបាយល្អក្នុងការធ្វើកិច្ចការនេះបងប្អូនជាទីស្រឡាញ់កុំដាក់សេចក្តីសង្ឃឹមរបស់អ្នកទៅលើរបស់ដែលរលួយបាត់បង់នៅឡើយសូមងាកមកដាក់សេចក្តីជំនឿនិងសេចក្តីសង្ឃឹមរបស់អ្នកទាំងស្រុងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគង់នៅនិងស្ថិតស្ថេរជារៀងរហូតដល់ពេលដែលអ្នកធ្វើដូច្នោះជីវិតរបស់អ្នកនឹងត្រូវបានផ្លាស់ប្ដូរហើយអ្នកនឹងរកឃើញសន្តិភាពសេចក្តីសង្ឃឹមនិងគោលបំណងពិតប្រាកដដដែលមិនដែលរលាយបាត់នោះឡើយសូមឲ្យខគម្ពីរ1ពេត្រុសចំពុក1ខ23-24នេះនៅជាប់ក្នុងចិត្តបងប្អូនជានិច្ចហើយសូមឲ្យជីវិតរបស់បងប្អូនត្រូវបានកសាងឡើងដោយរឹងមាំនៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្ញុំសង្ឃឹមថាព្រះបន្ទូលនេះបានផ្ដល់កម្លាំងចិត្តនិងបំផុសគំនិតបងប្អូនគ្រប់គ្នាសម្រាប់ភាគក្រោយយើងនឹងពិចារណាអំពីប្រធានបទមួយទៀតដ៏មានអត្ថន័យសូមរងចាំតាមស្ដាប់ទាំងអស់គ្នាសូមអរគុណបងប្អូនសម្រាប់ការស្ដាប់សូមព្រះប្រទានពរដល់ក្រុមគ្រួសារបងប្អូនរាល់គ្នាសូមអរគុណ